ប្រធានសហព័ន្ធបច្ចសិលាចាបានបង្ហាញពីផែនការសំខាន់ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍកីឡាបញ្ចសិលានៅកម្ពុជាអាយដាមសេងធីរិនប្រធានសហព័ន្ធកីឡាបញ្ចសិលាចាកម្ពុជាក៏បានបង្ហាញពីផែនការមួយចំនួនដែលសហព័ន្ធត្រូវបានដាក់ចេញជាគោលការណ៍ឲ្យពួកគាត់នៅក្នុងការអនុវត្តដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅរកភាពរីកចម្រើននិងសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀតជូនជាតិមាតុភូមិហើយចំណំបញ្ជាក់ថាគោលការណ៍ទាំងនោះរួមមានការពង្រីកបន្ថែមការចូលរួមពីសហគមន៍និងក្លឹបបញ្ចសិលាហើយបន្ថែមពីការផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងចាកីឡាបញ្ចសិលារៀបចំនៅវគ្គបណ្ដុះបណ្ដាលទៅដល់អត្តពលិកនិងមន្ត្រីបច្ចេកទេសព្រមទាំងជំរុញឲ្យមន្ត្រីបច្ចេកទេសទទួលចា license កម្រិតអន្តរជាតិនិងគ្រូកម្រិតអន្តរជាតិរៀបចំកម្មវិធីហ្វឹកហាត់និងទីតាំងហ្វឹកហាត់ស្តង់ដាររៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំមួយឆ្នាំឲ្យបានទៀងទាត់និងប្រកួតមិត្តភាពនានាឲ្យមានការរីកចម្រើនជាមួយនឹងការពង្រីកលទ្ធភាពនៅក្នុងការបញ្ចូលអត្តពលិកចូលរួមនៅក្នុងការប្រកួតจากក្រៅប្រទេសអាយដាមប្រធានសហព័ន្ធក៏បានថ្លែងដូចនេះនៅក្នុងឱកាសនៃការបើកការប្រកួតកីឡាបញ្ចសិលាជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី1ឆ្នាំ2025នៅសាលចាដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅល្ងាចថ្ងៃទី7ខែមីនាដែលមានការចូលរួមពីអាយដាមបណ្ឌិតសាន់តូដាមូស៊ូម៉ាតូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជាផងដែរអាយដាមសេងធីរិនចាប់បានបន្ថែមថាក្រៅពីការងារខាងលើយើងត្រូវចាសម្រួលគោលដៅរយៈពេលខ្លីនៅក្នុងការដណ្ដើមជ័យលាភីនៅក្នុងការប្រកួត SEA Games លើកទី33នៅព្រះរាជាណាចក្រថៃនៅចុងឆ្នាំនេះនឹងការសម្រួលគោលដៅរយៈពេលវែងនៅក្នុងការបណ្ដុះបណ្ដាលអត្តពលិកចាថ្នាលសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ2029ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរហើយនៅក្នុងឱកាសនោះដែរប្រធានសហព័ន្ធខាងលើក៏បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិលើកទី1នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការរីកចម្រើននិងការអភិវឌ្ឍកីឡាបញ្ចសិលានៅកម្ពុជាដែលមានការប្រមូលផ្ដុំនៅអត្តពលិកឆ្នើមដើម្បីបង្ហាញអំពីជំនាញវិន័យនិងស្មារតីពិតនៃកីឡាក្បាច់គុនដែលមានប្រភពពីប្រទេសឥណ្ឌូនេស៊ីកីឡាបញ្ចសិលាដែលមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេគឺជាមរតកអរូបីមួយរបស់មនុស្សជាតិដែលមានប្រវត្តិយូរអង្វែងដែលជាប់ពាក់ព័ន្ធជាមួយនឹងជនជាតិខ្មែរតាំងពីសម័យបុរាណដែលបានបង្កប់នៅប្រពៃណីទំនៀមទម្លាប់មួយចំនួនមានភាពប្រហាក់ប្រហែលគ្នារវាងប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌូនេស៊ីលោកឧដារាអគ្គលេខាធិការសហព័ន្ធក៏បានឲ្យដឹងថាការប្រកួតជើងឯកថ្នាក់ជាតិមានរយៈពេល2ថ្ងៃនៅថ្ងៃទី7ដល់ថ្ងៃទី8ខែមីនាឆ្នាំ2025ដែលមានកីឡាករកីឡាការិនីចូលរួម127នាក់មកពី22សាលាគុនដែលស្មើនឹង9រាជធានីខេត្តចូលរួមប្រកួតលោកថាការប្រកួតនេះត្រូវបានថ្នាក់ដឹកនាំសហព័ន្ធជំរុញរៀបចំឡើងដើម្បីបោះជំហានមួយទៀតនៅក្នុងការប្រមូលផ្ដុំនៅអត្តពលិកដែលមានទេពកោសល្យទៅលើប្រភេទកីឡានេះនិងផ្សព្វផ្សាយកីឡាបញ្ចសិលាឲ្យកាន់តែមានការរីកចម្រើនពិសេសប្រមូលផ្ដុំបាននៅធនធានឆ្នាំដើម្បីត្រៀមធ្វើការប្រកួតអន្តរជាតិនានាផងដែរ